mà đòn máu này miền bờ tây chiêng mà phơi hai rùm tăng bờ tây Campuchia phong cứ tổ tuôn trôi chia sẻ mà trực hai dương trôi chia sẻ mà trực này cả đói riêng mùi tiết cứ dương rong trăm mưa bờ tây Thái vậy nọ bộ bờ tây Thái cái ban tổ tuôn sẽ cái đây chơi năng đá cái con thạch tháp ban tổ tuôn phân tá ban pรับthà năng trôi rùm chia sẻ mà trực này lại tới đây xa miền cả tà pi ti muôi Thái pรับthàรัฐบาลทำไมเอาตอนบางบังการอะไรเตจีรงจำบัชนาหายสันตีปีไทยทันลุยเฉินปีสับไงอันดับต้นจันแรกก็เรื่องกันใหญ่จังมาปอนเรียนดาราเชียงนี่คือเจียบรรทุกอะไรมาทมนะสมัยประเทศไทยผัวไทยอาจสำลังมือโจลเชียสมาชิกอาจจันทรายใหญ่เนาะเหมือนแมนโจลตรำกุญกิงกุสมาชิกอันได้หรือก็สมาชิกนังเตบาสันเจียไทยโจลได้ให้ไทยบองประวิพิกเตียนมวยปอนเรียนดาราเชียงได้เกมีนหลัดเพียบใบยังมือตื้ออันนี้ก็เจียปัญหาประชมสำหรับกัมพูชีได้เพราะไอ้ยังโจลขนมสมาชิกได้เกโจลขนมสมาชิกเป็นสัตจันทรายเลยใช่ไหมตึกหมดไพรตึกหมดไอ้นั่นก็ยังตับปะให้บัตรไทยโจขนมสมาชิกสันติเพียบนั่นยังจับดามดอกสายปัญหาสันติเพียบนั่นคือการสำรอบสำรวจให้แต่การสำรอบสำรวจคือปัญหาตัวมุ้ยคือយើងអត់អាចនឹងទៅរកការប្តឹងផ្ដាល់ថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ឬក៏ ICC បានទេព្រោះពាក្យថាសន្តិភាពគឺជាការផ្សះផ្សាគឺជាការធ្វើសម្បទានការសម្បទានបានន័យថាណានៅកន្លែងណានៅកន្លែងហ្នឹងហើយឈប់ឆ្លោះគ្នាទៀតតែប៉ុណ្្នឹងបានហើយឈប់វាយថែមឈប់យកអីថែមអានឹងហើយដែលជាការរងកម្មផ្លូវចិត្តរបស់កម្ពុជាថាបើយើងព្រមជាមួយថៃយើងពិតជាលែងមានសង្គ្រាមអីជាមួយថៃពិតមែនហើយប៉ុន្តែអាផ្លូវចិត្តយើងហ្នឹងมันអាចជាសះស្បើយបានទេព្រោះអីអាមេរិកអត់តន់ថ្កោលទោសថៃសូម្បីតែម្ដងអាមេរិកអត់បានថ្កោលទោសថៃអាមេរិកអត់បាននិយាយអីពីរឿងទម្លាក់គ្រាប់បែកយក F16 10អាមេរិកយកមកទម្លាក់ក៏អត់ដែរកម្ពុជាក៏ជាប់គាំងតល់ច្រកដែរមិនអាចរករឿងអាមេរិកឲ្យថ្កោលទោសថៃបានដែរដោយសារតែខ្លួនកំពុងតែស្អំចិត្តអាមេរិកឲ្យជួយកម្ពុជាតំណាក់តំណងហ្នឹងមិនចង់ឲ្យល្អកកលោកត្រាំដែលកំពុងតែចង់បានពានរង្វាន់សន្តិភាពបើកម្ពុជាហ៊ានតែប្តឹងលោកត្រាំពីរឿងF16 វាល្អកកដល់អាគេហៅភាពម៉ងសៅដល់អាដំណើរដែលយើងចង់លើកជើងអាមេរិកដល់អញ្ចឹងទៅមិនរករឿងអាមេរិកមិនព្រមឲ្យគេដោះស្រាយបញ្ហាហ្នឹងគឺយើងបាត់បង់ភាពម្ចាស់ការមួយគឺមិនមានការអីទៅប្រាប់ការពិតមួយថាបើសិនជាអាមេរិកអត់ថ្កោលទោសថៃរឿង F16 បានន័យថាថៃអត់បានឈ្លានពានកម្ពុជានៅពេលដែលថៃអត់បានឈ្លានពានកម្ពុជាមានផលវិបាកមួយដ៏ធំទៀតគឺគេអាមេរិកអត់ទទួលស្គាល់ថាថៃឈ្លានពានកម្ពុជាអញ្ចឹងនឹងសម្របសម្រួលគ្នាឲ្យព្រមទទួលយកស្ថានភាពដែលមានស្រាប់ព្រោះបើមានសុកនឹងគ្នាហើយមានរឿងអីដែលយើងត្រូវការថែមថយអីវែងឆ្ងាយទៀតមានរឿងអីត្រូវប្តឹងទៅតុលាការអន្តរជាតិ ICJ មានរឿងអីត្រូវប្តឹងទៅតុលាការព្រំដែនអន្តរជាតិ ICC បើប៉ុណ្ណឹងត្រូវគ្នាទៅបើសិនជាយើងប្តឹងហួសយន្តការហ្នឹងគឺវាខុសគ្នាអំពីស្មារតីសន្តិភាពម្ដងទៀតបងប្អូនសន្តិភាពមិនអាក្រក់ទេសន្តិភាពល្អសន្តិភាពធ្វើឲ្យប្រជាពលរដ្ឋលែងរត់ក្របផ្លោងទាហានយើងលែងស្លាប់ដោយសារតែការទម្លាក់គ្រាប់របស់ថៃលែងឆ្លោះគ្នាលែងអីប្រទេសពីរនេះនឹងមានការត្រូវរើគ្នាបើកព្រំដែនឡើងវិញស្អីចឹងទៅមានតំណាក់តំណងជនអន្តោប្រវេសន៍យើងនឹងទៅធ្វើការអីនៅថៃអីដូចថាបើកច្រកដូចធម្មតាព្យាបាលជំងឺលាក់នឹងលាក់អីចឹងទៅអាហ្នឹងវាជារឿងភាពប្រក្រតីប៉ុន្តែអ្វីដែលមិនប្រក្រតីគឺរឿងដីខ្មែរដែលថៃយកនេះគឺមិនសង្ឃឹមថាបានវិញទេព្រោះការសង្ឃឹមតែបានតាមរយៈការចរចាវាអត់ដែលមានថាគេចរចាឲ្យយើងទាំងអស់ទេបងប្អូនកុំសង្ឃឹមការចរចាគឺបានន័យថាការព្រមស្រស់ស្រួលធ្វើសម្បទានគ្នាបើសម្បទានជាមួយថៃនៅពេលនេះមិនប្តឹងទៅតុលាការអន្តរជាតិគឺអាចនឹងក្នុងន័យមួយថាតោះទាហានថៃស្លាប់មកកណោដែរទាហានខ្មែរស្លាប់មកកណោដែរយើងអត់រករឿងគ្នាទៀតទេប៉ុណ្ណឹងបានហើយយើងឈប់ឲ្យមានបញ្ហាទៅមុខទៀតអ្នកណានៅណាគ្រប់គ្រងណាប៉ុណ្ណឹងទៅបានហើយយើងលែងវាយយកដែនដីគ្នាអីតទៅទៀតទេព្រោះវាយបានមិនថឹកហើយយកទៅឬក៏ថៃ
យ៉ាងច្រើនខ្ជាក់អន្ត្រឹមថាទេដូចនៅច្រកបឹងតគួននៅច្រកអូស្មាច់ដូចថាបោះលបងមកឆ្ងាយពេកដកលបងទៅបន្តិចវិញនៅតែគ្រប់គ្រងបានខ្លះអញ្ចឹងទៅតែបើរឿងខ្ជាក់មកឲ្យវិញទាំងអស់សំភ្លឹងយ៉ាអាំងប្រព័ន្ធចរចាដោយសន្តិវិធីនេះណាគឺជាការធ្វើសម្បទានហើយបងប្អូនច្បាស់ជាគិតថាចោះអត់យកឲ្យសម្បទានបានសន្តិភាពបានខ្ញុំមិនទៅជំទាស់ទេខ្ញុំគ្រាន់តែនិយាយថាវិធីនេះគឺជាវិធីបានសុខក៏ប៉ុន្តែយើងបាត់ដីតែប៉ុណ្្នឹងឯងគ្រាន់តែសួរថាតើកម្ពុជាយើងព្រមបានសេចក្តីសុខសន្តិភាពហើយបាត់ដីនឹងតើមានសន្តិភាពផ្លូវចិត្តបានកម្រិតណាតែប៉ុណ្្នឹងឯងខ្ញុំអត់មានទៅលើកទឹកចិត្តឲ្យធ្វើសង្គ្រាមអីញុះញង់ឲ្យអត់សោះខ្ញុំគ្រាន់តែនិយាយថាការចរចាដោយមិនប្រើយន្តការអន្តរជាតិតុលាការយុត្តិធម៌អន្តរជាតិគឺជាការចរចាធ្វើសម្បទានតែប៉ុណ្្នឹងឯងហើយសម្បទានហ្នឹងគឺដូចខ្ញុំនិយាយចឹងគឺនឹងបាត់ដីខ្លះហើយមិនមែនថាកម្ពុជាសុកចិត្តកាត់ដីដូរសន្តិភាពអីណានោះទេតែជាការធ្វើសម្បទានដើម្បីឲ្យបានសុខរឿងបាត់ដីមិនបាត់ដីខ្ញុំអត់និយាយប៉ុន្តែដីហ្នឹងគឺនឹងស្ថិតក្រោមការគ្រប់គ្រងរបស់ថៃបើយើងថាព្រមធ្វើសម្បទានឲ្យបានសេចក្តីសុខហើយបើយើងប្រាប់ទៀតថាតតែដាក់ប្តឹងសុំដីមកយើងវិញអាហ្នឹងវាខ្ទាស់គ្នាទៀតហើយបងប្អូននៅពេលដែលយើងធ្វើសម្បទានបានន័យថាយើងឈប់រករឿងគ្នាឈប់ប្តឹងគេនៅពេលដែលយើងប្តឹងគេគឺអត់អាចធ្វើសម្បទានបានវាយគ្នាទៀតរឿងនេះកម្ពុជាគឺតល់ច្រកគ្រប់រឿងណាបងប្អូនហើយខ្ញុំជឿថាថ្នាក់ដឹកនាំកម្ពុជាមិនដឹងថាជ្រួញថ្ងាស់នឹងស្កូវសក់ប៉ុណ្ណាទៀតទេព្រោះរឿងវាអញ្ចឹងរឿងមិនមែនតាក់តងនឹងរឿងថាចុះឥឡូវធ្វើម៉េចអត់មានរឿងធ្វើមិនទេរឿងគឺដោយសារតែរបៀបដឹកនាំរដ្ឋយើងតាំងពីដើមមកដល់ម៉ោងហ្នឹងគឺយើងអត់អាចមានប្រៀបជាមួយគេបានហើយយើងធ្លាក់ចូលដល់ដំណាក់កាលហ្នឹងគឺយើងត្រូវទទួលយកអាការពិតមួយថាយើងខ្សោយជាងគេយើងគ្មានមិត្តជាអន្តរជាតិយើងត្រូវតែរងឥទ្ធិពលពីអ្នកមានអំណាចអ្នកបងធំឬអីហ្នឹងយើងត្រូវតែអាសាច់ជូនខ្លាបណ្នៅស្រុកបានណាបងប្អូនវាដូចអ្វីដែលកើតឡើងនៅស្រុកខ្មែរអញ្ចឹងសួរថាបងប្អូនបញ្ញវន្តនិស្សិតនៅស្រុកខ្មែរសប្តាហ៍គាត់ពេញចិត្តប្រមាណទៅដែលរស់នៅក្នុងសង្គមមួយដែលជាបញ្ញវន្តនិយាយឲ្យអត់បានគេចាប់ដាក់គុកណាក្រៅតែពីសរសើរបញ្ចើលើកជើងរដ្ឋាភិបាលបានអាចមានសុខឡើងឋានៈឡើងបុណ្យស័ក្តិក្បត់ឧត្តមកតិមនសិការសម្បញ្ញៈវិចារណញាណជាមនុស្សជាបញ្ញវន្តហ្នឹងក៏ក្បត់ទៅដើម្បីអាសាច់ជូនខ្លាទើបនៅស្រុកបានសួរថាសប្ងៃគាត់ព្រមទទួលយើងព្រមទទួលមិនចឹងប៉ុន្តែបងប្អូនរស់នៅមានសេចក្តីសុខទេសប្ងៃហ្នឹងបងប្អូនរស់នៅអញ្ចឹងតិចទៀតដូចគ្នានឹងព្រំដែនថៃអញ្ចឹងយើងនៅបានដូចយើងនៅជាមួយគណៈបកប្រជាជននិងរដ្ឋាភិបាលអញ្ចឹងបើយើងកុំតែនិយាយអីគាត់ឆ្លោះឬក៏ខ្ទាស់នឹងរដ្ឋាភិបាលកម្ពុជាគឺជាឋានសួគ៌ឋានសុខដ៏មនោរម្យអត់មានអីទៅជាខ្ទាស់អីសោះអស់លោកដែលចាំមើលអ្នកណាអោបជើងអ្នកណាអីសុំទោសអីជេររដ្ឋាភិបាលពីមុនមកគ្រាន់តែសុំទោសលោកហ៊ុនសែនគេឲ្យចូលទៅភ្លាមទៅថតរូបទៅអោបជើងលាងជើងអីបន្តិចទៅគឺរួចរាល់អស់ជេរប៉ុណ្ណាក៏អត់អីដែរហើយអានេះលោកហ៊ុនសែននឹងយកឱកាសមកប្រាប់ថាគណៈបកប្រជាជនណាមានគេហៅថាចិត្តសន្តោសប៉ុណ្ណឹងឯងអស់លោកគិតថាមិនផ្សះផ្សាជាតិមិនបង្រួមជាតិប៉ុណ្ណាទៀតណាប៉ុណ្ណឹងហើយអស់លោកនៅចាត់ទុកថារដ្ឋាភិបាលមួយនេះបំផ្លាញជាតិប៉ុណ្ណាទៀតបើគេមកអោបកសោបទាំងអស់អ្នកណាដែលចូលមករួមរស់ជាមួយរដ្ឋាភិបាលឲ្យមកទាំងអស់លើកលែងទោសពីមុនមកអត់មានឲ្យជពាក់វៈវិនអីទេមានតែឲ្យឋានៈឲ្យទួនាទីអីក្នុងជួររដ្ឋាភិបាលកាន់ជាងារឯកឧត្តមទីប្រឹក្សាអីផងហើយប៉ុណ្ណឹងហេតុអីបានជានាំគ្នាមកចោទរដ្ឋាភិបាលនេះថាមិនផ្សះផ្សាជាតិបង្រួមជាតិអានេះហើយដែលខ្ញុំនិយាយថាជានយោបាយប្រជាពិធដ្ឋយើងបង្រួមជាតិតែមន្ត្រីក្រមណាដែលមានបញ្ហាអីមួយមានលៀបសការៈអីមួយនៅខាងកម្ពុជាដីធ្លីទ្រព្យសម្បត្តិអចលនទ្រព្យដែលជំហរឃ្លីងឃ្លោងដោយសារតែត្រូវការយកទ្រព្យយកមកថែរក្សាមកការពារព្រោះបើមិនអាសាច់ជូនខ្លាមិនអាចនៅស្រុកបានបើជំទាស់ប្រឆាំងមួយជីវិតគឺមួយជីវិតចូលស្រុកក៏តែមិនបានអីក៏មិនបានព្រោះអីអានឹងមិនមែនជាវប្បធម៌ផ្សះផ្សាទេយើងអត់ផ្សះផ្សានៅពេលដែលមនុស្សដែលនិយាយការពិតដើម្បីស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យយើងមិនស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យប៉ុន្តែមកកំចាយអ្នកដែលរិះគន់នឹងធ្វើឲ្យគ្នាតល់ច្រកចុងក្រោយត្រូវតែលន់តួក្រាបសំពះសុំទោសបើសម្លាប់ជីវិតនយោបាយរបស់គាត់បាត់ទៅហើយទៅថានេះគឺជាវប្បធម៌សន្តោសប្រប្រណីអត់ទេ
វប្បធម៌សន្តោសប្រោះប្រណីគឺជាគោលនយោបាយថ្នាក់ជាតិមួយដែលអត់មាននរណាម្នាក់ចាំបាច់ទៅលុតក្រាបទៅសំពះទៅសុំទេព្រោះវាជាសិទ្ធិប្រទានដោយរដ្ឋធម្មនុញ្ញហើយរដ្ឋាភិបាលត្រូវអនុវត្តឲ្យប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិទាំងអស់នេះឲ្យត្រឹមត្រូវជួយការពារទៅទៀតមិនមែនបានន័យថាក្រុមណាដែលកាងខ្លួនឬក៏ក្រុមខ្លួនគឺការពារក្រុមណាដែលប្រឆាំងខ្លួនគឺត្រូវតែរកវិធីកម្ចាយគ្រប់ហេដ្ឋារចនាសម្ព័ន្ធហើយចង់បញ្ចប់គឺត្រូវឲ្យអ្នកនោះឯងត្រូវតែលូនក្រាបននាលក្រោមបាតជើងយើងអញ្ចឹងទេអាហ្នឹងមិនមែនជាវប្បធម៌នីតិរដ្ឋឬក៏ដំណើរប្រជាធិបតេយ្យដំណើរត្រឹមត្រូវនោះទេឥឡូវយើងឃើញរឿងនេះកើតឡើងជាមួយថៃតើជាបណ្ដាសាឬក៏ជាអ្វីឲ្យប្រកបវាជារបៀបដឹកនាំរដ្ឋរបស់យើងដែលធ្វើអនុវត្តចំពោះប្រជាពលរដ្ឋយើងឥឡូវជាមួយថៃដល់តែពេលយើងឃើញមានបញ្ហាតល់ច្រកដូចគ្នាអ្នកដែលនយោបាយខ្មែរដែលទៅលូនក្រាបទៅអីហ្នឹងអ្នកខ្លះជាមនុស្សឱកាសនិយមពិតហើយអ្នកខ្លះក៏មានមនសិការឧត្តមកតេដែរប៉ុន្តែវាតល់ច្រកអត្រង់ថាគេដាក់សម្ពាធខ្លាំងពេកហើយវាមានផលប្រយោជន៍ដែលមិនអាចនឹងចោលបាននៅស្រុកខ្មែរត្រូវតែលូនក្រាបអញ្ចឹងទៅប៉ុន្តែឥឡូវថៃនេះដល់ពេលដែលយើងធ្វើសម្បទាននេះឥឡូវគេឲ្យចូលក្រុមប្រឹក្សាសន្តិភាពជាមួយអាមេរិកអត់ថ្កោលទោសថៃអាមេរិកអត់រករឿងថៃហើយយើងអត់ទៅប្តឹងទៅតុលាការអន្តរជាតិឬក៏យុត្តិធម៌អន្តរជាតិ ICC បានទេព្រោះនៅពេលដែលយើងប្រើយន្តការចរចាសន្តិភាពនេះគឺយើងត្រូវតែស្រស់ស្រួលទទួលយកអាសាច់ជូនខ្លាបណ្នៅស្រុកបានយើងបានសន្តិភាពគឺយើងនឹងបាត់ដីម្ដងទៀតខ្ញុំអត់និយាយថាការដោះដូរដីនេះដើម្បីសន្តិភាពទេតែថៃគឺនឹងមិនខ្ជាក់ដីនេះមកវិញទេនៅក្នុងយុទ្ធនាការចរចានេះព្រោះអីអាការចរចានេះគឺយើងចាញ់ប្រៀបថៃត្រង់ថាថៃប្រើផែនទីខ្នាតលើ 150,000 យើងប្រើលើ 1,200,000 វាអត់ស៊ីគ្នាទេហើយថៃប្រើមួយលើ 50,000 គេបានគ្រប់គ្រងដីយើងរួចទៅហើយអញ្ចឹងគេយកដីយើងដែលជាប្លង់ទុនរបស់យើងហ្នឹងគេយកទៅធ្វើប្លង់រឹងរបស់គេទៅហើយយើងទៅចរចាយ៉ាងម៉េចឥឡូវហ្នឹងបើយើងចរចាតាមយន្តការដដែលគឺយើងនឹងមិនបានដីនឹងមកវិញទេបានខ្លះក៏ដោយបងប្អូនបើបាត់ដីខ្មែរសូម្បីតែ1 មីលីម៉ែត្រណាគឺកម្ពុជាបាត់ដីហើយអត់មានរឿងអីដែលថ្នាក់ដឹកនាំអាចទៅស្អំចិត្តប្រជាពលរដ្ឋបានទេខ្ញុំគ្រាន់តែជម្រាបតែប៉ុណ្្នឹងទេចង់អស់លោកមកចង់ប្រាប់ថាទេដើម្បីសន្តិភាពវាត្រូវតែមានសម្បទានបានមានចោះប៉ុន្តែដីទាំងអស់នោះពីមុនដីខ្មែរតាទាហានខ្មែរឈរជើងទាំងអស់ភ្នំទ្របប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាកបីតំបន់ទាំង14ទីតាំងនិង26ទៀតដែលទាហានថៃគ្រប់គ្រងនេះជាកន្លែងឈរជើងរបស់ទាហានខ្មែរតាឲ្យទៅប្រាប់ទាហានខ្មែរជួមុខយ៉ាងម៉េចឲ្យគេអស់ចិត្តប្រាប់ប្រជាពលរដ្ឋខ្មែរយ៉ាងម៉េចឲ្យលោកអស់ចិត្តអានេះជាវិញ្ញាសាសម្រាប់បងប្អូនខាងរដ្ឋាភិបាលកម្ពុជាតាខ្ញុំពេលដែលខ្ញុំនិយាយឲ្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនេះណាគឺខ្ញុំជួយសង្គ្រោះរដ្ឋាភិបាលកម្ពុជាទេនិយាយឲ្យស្មោះត្រង់ឲ្យអស់លោកនឹងកុំពិបាកនៅក្នុងការដោះស្រាយប្រាប់ប្រជាពលរដ្ឋយើងដែលខ្លោចផ្សារបាត់ដីព្រោះក្តីសង្ឃឹមគឺតុលាការគេសម្រេចទៅបើតុលាការសម្រេចឲ្យថៃពាក់កណ្ដាលប្រជាពលរដ្ឋក៏អស់ចិត្តដែរព្រោះមានអាជ្ញាកណ្ដាលប៉ុន្តែបើយើងចរចារបៀបទ្វេភាគីក្រុមប្រឹក្សាឬក៏អីនេះបានប្រមាណក៏ប្រជាពលរដ្ឋអត់អស់ចិត្តដែរព្រោះអីរដ្ឋាភិបាលនឹងប្រើនយោបាយប្រជាពិធឲ្យគម្រាមកំហែងប្រជាពលរដ្ឋអត់ឲ្យនិយាយអីទៀតចាប់គេដាក់គុកទៀតបើមិនព្រមទទួលយកអ្វីដែលកម្ពុជាព្រមព្រៀងជាមួយថៃចាំមើលមានអញ្ចឹងទៀតអានឹងនឹងធ្វើឲ្យប្រជាពលរដ្ឋខ្លោចផ្សាហើយរដ្ឋាភិបាលនេះក៏អត់ឈរជើងបានយូរដែររឿងដែនអធិបតេយ្យរដ្ឋាភិបាលណាក៏ឈរជើងអត់បានយូរដែរខ្ញុំនិយាយនេះគឺយកតែប៉ុនទេខ្ញុំអត់ចង់ឲ្យរដ្ឋាភិបាលនេះរលាយទៅណាទេខ្ញុំចង់ឲ្យមានស្ថិរភាពនយោបាយបងប្អូនប្រកបរបរទទួលសំទោសបងប្អូនដោយសារតែវាកៀងតិចខ្ញុំចង់និយាយថាខ្ញុំនិយាយយកតែប៉ុនទេប៉ុននេះគឺខ្ញុំចង់ប្រាប់ថារដ្ឋាភិបាលបើមិនរកដំណោះស្រាយណាមួយសមស្របគឺប្រជាពលរដ្ឋមានការថ្នាំងថ្នាក់នៅពេលដែលប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ហើយយើងប្រើនយោបាយប្រជាពិធដើម្បីបង្ក្រាបប្រជាពលរដ្ឋហើយមិនរកអ្វីដែលឲ្យក៏អស់ចិត្តគឺប្រជាពលរដ្ឋនឹងរករឿងយើងតែរហូតតានៅពេលដែលរករឿងរហូតរដ្ឋាភិបាលលំបាកហើយនៅតែប្រជាពិធប្រជាពលរដ្ឋលែងទុកចិត្តកាន់តែខ្លាំងទៅអានោះហើយដែលស្រុកយើងមានបញ្ហាអញ្ចឹងហើយបានខ្ញុំចេះតែលើកទឹកចិត្តថាចរចាក៏ចរចាចោះតែយើងត្រូវប្តឹងផងទៅតុលាការយុត្តិធម៌អន្តរជាតិហើយកុំកុហកបងប្អូនប្រជាពលរដ្ឋថាយើងកំពុងតែរៀបចំសំណុំរឿងហើយយើងកំពុងតែនេះហើយយើងត្រូវតែមានគោលការណ៍ច្បាស់លាស់មួយបើមិនចឹងទេគឺយើងនឹងលំបាកហើយបងប្អូន
តែយ៉ាងណាបងប្អូនឥឡូវនេះគឺយើងដល់តល់ច្រកដូចគ្នាអញ្ចឹងរឿងអាសាច់ជូនខ្លានេះគឺយើងធ្វើបាននៅក្នុងបរិបទនយោបាយស្រុកខ្មែរដោយសារយើងបង្ក្រាបគេកុំឲ្យងើបបានយើងអាចទប់បានប៉ុន្តែជាមួយនឹងរឿងព្រំដែនយើងអាចទប់ប្រជាពលរដ្ឋ17លានអ្នកមិនឲ្យឈឺចាប់នឹងការបាត់ដីទៅថៃទេខ្ញុំជឿថារឿងនេះគឺជារឿងដ៏លំបាកបំផុតហើយឥឡូវបន្ទាប់មកទៀតគឺតកតងនឹងថៃនិងកម្ពុជាប្រជែងគ្នាលើកយកអាកិច្ចសហប្រតិបត្តិការជាមួយនឹងយោធាអាមេរិកទីតីពីគ្នាអកុសលណាស់បងប្អូនម៉ោងណាកម្ពុជាកំពុងតែបង្ហាញអំពីការជួបមន្ត្រីយោធាអាមេរិកកងទ័ពជើងទឹកអីហ្នឹងគឺសហការថៃថ្ងៃហ្នឹងក៏គេធ្វើសន្និសីទព័ត៌មានដែរជាមួយនឹងឯកអគ្គរដ្ឋទូតរបស់ប្រទេសអាមេរិកប្រចាំនឹងប្រទេសថៃលោក Sean O'Neill ហើយគេនិយាយអំពីការបដិញ្ញារឿងធ្វើសម្ពយុទ្ធយោធាជាមួយថៃអាមេរិកគេធ្វើយោធាសម្ពយុទ្ធយោធាស្អីពោះវែកមាសអីគេនោះនៅចុងខែកុម្ភៈយើងគ្រាន់តែបានកប៉ាល់អាមេរិកចូលចតមួយគ្រាន់តែសំចតជាភ្ញៀវជាទេសចរទេថៃឯណោះគេធ្វើសម្ពយុទ្ធយោធាជាមួយគ្នាមានការបដិញ្ញាយ៉ាងមុតមមឃើញអាមេរិកនៅខាងថៃទេបងប្អូនអាមេរិកមកនេះគឺគ្រាន់តែស្អំដើម្បីលួងចិត្តថា Indo-Pacific ហ្នឹងចេះតែទៅធ្វើដំណើរអញ្ចឹងទៅដើម្បីបើកចំហកិច្ចសហប្រតិបត្តិការប៉ុន្តែអ្វីដែលដុំកំភួនគឺថៃហើយថៃគេសម្ញែងមកអញ្ចឹងឯអគ្គរដ្ឋទូតរបស់អាមេរិកប្រចាំនៅថៃថ្មីគឺលោក Sean O'Neill មិនត្រឹមតែចូលរួមសន្និសីទសារព័ត៌មានជាមួយនឹងមេតបកម្ពុជារបស់ថៃតកតងនឹងរឿងសហការជាមួយនឹងរឿងសម្ពយុទ្ធយោធាជាមួយថៃទេគឺចុះទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធតបថៃដែលពលីនៅក្នុងចំនួនប្រដាប់អាវុធជាមួយកម្ពុជាទៀតអាមេរិកចុះទៅដាក់កម្រងផ្កាលើសពយោធាថៃដែលពលីនិយាយទៅអាចពលីនៅក្នុងសម័យនេះនិងសម័យផ្សេងទៀតផងតើមានមន្ត្រីអាមេរិកប្រមាណអ្នកនៅទូតកម្ពុជាដែលទៅបំពាក់កម្រងផ្កាលើនៅកន្លែងសពយោធាពលីរបស់កម្ពុជាក្នុងសមរភូមិដែរទេនៅពេលដែលយើងកំពុងតែពេញចិត្តនឹងអាមេរិកដែលចូលមកគឺគ្រាន់តែជានិមិត្តរូបរឿងនេះហើយដែលខ្ញុំរកម្មចិត្តមែនតើខ្ញុំនិយាយថាយើងសប្បាយចិត្តដែលឃើញមានកិច្ចសហប្រតិបត្តិការប៉ុន្តែជាកិច្ចសហប្រតិបត្តិការនិមិត្តរូបទេយើងគេឯណោះចឹងមិនថារឿងនេះចឹងមិនថាកុំអាលអេជាមួយនឹងអាមេរិកនឹងខ្លាំងពេកយើងត្រូវរកមើលវិធីយ៉ាងម៉េចសហការទៅប៉ុន្តែត្រូវប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិឲ្យខានតបានផងហើយបន្ទាប់មកទៀតគឺគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានេះបានដាក់សំណើបន្ទាន់មួយទៀតហើយតាក់ទងករណីយោធាថៃរំលោភសិទ្ធិជនភៀសសឹកខ្ញុំសរសើរលោកកែវរេមីទៀតឲ្យគាត់ដាក់ទៅខាងអ្នករាយការណ៍ពិសេសអំពីសិទ្ធិជនភៀសសឹករបស់អង្គការសហជីវជាតិវិជាការល្អឲ្យពួកអីជនភៀសសឹកច្រើនពាន់អ្នកណាស់ដែលមិនទាន់បានវិលទៅលំនៅឋានអស់ឥឡូវនៅសល់100,000អ្នកជាងប៉ុន្តែរាប់ពាន់គ្រួសារដែលមិនអាចចូលទៅបឹងតគួនភូមិជោគជ័យនិងភូមិអីបានណាដែលរឿងនេះគឺជាការរកម្មចិត្តប៉ុន្តែលោកកែវរេមីសរសេរលិខិតនេះជាភាសាអង់គ្លេសដាក់ថាសំណើបន្ទាន់ប៉ុន្តែនៅភាសាខ្មែរគាត់ថាដាក់ពាក្យបណ្ដឹងទៅស្ថាប័នអង្គការសហជីវជាតិពាក្យបណ្ដឹងគឺបានន័យថាជាការដែលប្តឹងផ្ដាល់មានអង្គហេតុអីច្រើនដូចយើងប្តឹងទៅតុលាការអញ្ចឹងប៉ុន្តែទៅអង្គការសហជីវជាតិមិនមែនជាបណ្ដឹងទេវាជាសេចក្តីជូនដំណឹងសំណើបន្ទាន់ឬក៏សេចក្តីអំពាវនាវគឺវាសមរម្យប៉ុន្តែដាក់ពាក្យបណ្ដឹងទៅលោកកែវរេមីខ្លាចថាអត់ដែលបានដាក់ពាក្យបណ្ដឹងអស់ដាក់បណ្ដឹងម្ដងទៅមិនមែនជាបណ្ដឹងទេវាជាសេចក្តីស្នើបន្ទាន់តែយ៉ាងណាបងប្អូនគាត់ធ្វើត្រឹមត្រូវហើយស្នើទៅអង្គការសហជីវជាតិឲ្យជួយប៉ុន្តែស្នើនឹងប្រមាណ100ដងហើយហ្នឹងវាអត់មានអ្នកណាជួយយើងទេព្រោះគេអត់បានចាត់ទុកថាថៃឈ្លានពានកម្ពុជាហើយមួយយ៉ាងទៀតទៅស្នើអន្តរជាតិណាជួយក៏គេអត់ជួយយើងបានទាន់ចិត្តដែរដោយសារអីយើងព្រមព្រៀងគ្នាជាមួយថៃថាអ្នកណានៅណាអ្នកនឹងនៅនឹងអញ្ចឹងអាកិច្ចព្រមព្រៀងរបស់យើងហ្នឹងគឺកំណត់ថាថៃគឺគេនៅណានៅហ្នឹងណាបងប្អូនអានឹងហើយដែលជាបញ្ហាដូច្នេះយើងពិបាកណាស់បើយើងមិនព្រមព្រៀងអ្នកណានៅណានៅហ្នឹងក៏យើងអត់បានកិច្ចព្រមព្រៀងឈប់បាញ់ហ្នឹងមិនដឹងបាញ់គ្នាដល់ពេលណាទៀតហើយបងប្អូនប្រជាពលរដ្ឋមួយចំនួនគាត់សួរទៅវិញថាចោះលោកអភិបាលខេត្តឧត្តរមានជ័យបទីមានជ័យគឺលោកអ៊ុំរាត្រីនោះដែលកាលពីដំបូងឡើយសិតតែនៅណាប្រាប់ប្រជាពលរដ្ឋថាកុំចេះទុកឲ្យតារាត្រីដោះស្រាយដីធ្លីក៏កុំចេះដឹងកុំចង់ផ្សាយកុំអីឥឡូវប្រជាពលរដ្ឋក៏សួរថា
ចោះឥឡូវតារាត្រីធ្វើអីឥឡូវបើប្រជាប្រដ្ឋទៅដីគាត់អត់ឲ្យខ្វល់ពីមុនមកឥឡូវទៅអត់បានចូលអត់បានហ្នឹងតើដោះស្រាយយ៉ាងម៉េចអីអញ្ចឹងទៅនេះគឺជាសំណូមពររបស់ប្រជាប្រដ្ឋដែលចង់សួរទៅលោកតារាត្រីឬក៏លោកអ៊ុំរាត្រីទៅលោកបកស្រាយបាទសូមទោសបងប្អូនខ្ញុំមានការរអាក់រអួលបន្តិចដោយសារតែភ្លេចបិទairplane mode ពេលដែលធ្វើ show នេះគឺបងប្អូនទេមកចូលចឹងមានការរអាក់រអួលខ្ញុំចង់និយាយមុននេះថាមានសំណូមពរពីប្រជាពលរដ្ឋយើងនៅឯតំបន់ព្រៃច័ន្ទភូមិជោគជ័យនៅខេត្តបន្ទាយមានជ័យដែលលោកអ៊ុំរាត្រីដែលពីមុនគាត់អះអាងថាកុំចេះដឹងពេកតាអ៊ុំរាត្រីដឹងធ្វើអីហើយមិនចាំប្រជាពលរដ្ឋខ្វល់ខ្វាយរឿងដីតំបន់ហ្នឹងឥឡូវនេះដីទាំងអស់នោះគាត់ចូលទៅវិញឲ្យបានគាត់សួរថាលោកតារាត្រីតើធ្វើយ៉ាងម៉េចឥឡូវហ្នឹងឲ្យប្រជាពលរដ្ឋធ្វើយ៉ាងម៉េចខ្ញុំថានេះគាត់ជាសារដើម្បីផ្ចាញ់ចោលលោកអ៊ុំរាត្រីទេគាត់ក៏ខំប្រឹងដែរប៉ុន្តែមានលោកអ៊ុំរាត្រីនឹង100នាក់ទៀតក៏ដោះស្រាយបញ្ហានេះមិនបានដែរបើយើងធ្វើដូចអត់សពថ្ងៃនេះណាព្រោះប្តឹងគឺអត់ប្តឹងយើងគ្រាន់តវ៉ាយើងគ្រាន់តែស្នើយើងសុំអន្តរាគមន៍សុំអំពាវនាវអីហ្នឹងគឺទៅសុំភ្លើងយៈហើយតើតែប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឬតុលាការព្រហ្មទណ្ឌអន្តរជាតិចេញជាបណ្ដឹងមានចំណាត់ការហើយវាអាចប្រើពេលយូរមែនប៉ុន្តែវាមានចំណាត់ការប៉ុន្តែបើយើងធ្វើតាមយន្តការចរចានេះគឺខ្លោចផ្សារឲ្យព្រោះយើងបានព្រមឲ្យថៃនៅណានៅហ្នឹងយើងព្រមឲ្យគេនៅណានៅហ្នឹងនេះនៅក្នុងកិច្ចព្រមព្រៀងសេចក្តីថ្លែងការណ៍រួមហ្នឹងណាអញ្ចឹងបងប្អូនមិនដឹងថាត្រូវឲ្យកម្ពុជាដោះស្រាយមិនឥឡូវទៅប្រាប់គេថានៅណានៅហ្នឹងឲ្យគេទៅណាបើយើងប្រាប់ថាឲ្យដកចេញសិនចាំចោះកិច្ចព្រមព្រៀងជាមួយគ្នាហ្នឹងមិនត្រូវបាទឥឡូវនេះគឺដោយសារអស់ពេលវេលាហើយខ្ញុំជពាក់រឿងពីរបងប្អូនដែលត្រូវសងសម្រាប់ថ្ងៃស្អែកទី1ខ្ញុំជពាក់រឿងសេចក្តីថ្លែងការណ៍របស់សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលពីរឿងជំងឺថ្មីដែលកំពុងរាតត្បាតខ្លាំងលើពិភពលោកឲ្យបងប្អូនប្រយ័ត្នខ្ញុំមិនទាន់មានពេលគ្រប់គ្រាន់ថ្ងៃនេះខ្ញុំត្រូវធ្វើការផងហើយថាសងក៏សងតែមិនទាន់ទី2គឺតកតងនឹងសារព័ត៌មានថៃអះអាងថារដ្ឋាភិបាលកម្ពុជាឲ្យលោកទាបាញ់តកតងថៃដើម្បីជជែកគ្នារឿងសន្តិភាពអានឹងនឹងសងនៅយប់ស្អែកដែរហើយថៃប្រឹងផ្សាយរឿងកម្ពុជាជីកលេនដ្ឋាននៅក្នុងដីខ្មែរនៅខ្សែត្រៀមជួរមុខក្រោយបត់ឈប់បាញ់ក៏នឹងផ្សាយនៅពេលយប់នេះដែរនឹងករណីមន្ត្រីចង្អុលមុខចង់ទះកំភ្លៀងរាសពលរដ្ឋថាមន្ត្រីរាជការខ្មែរខ្លះប្រហែលជាពិសាសាច់ខ្លាទើបចរិតកោងកាចនេះខ្ញុំនឹងលើកយកមកបង្ហាញដែរដោយនឹងសម្ដីលោកវ័យសំណាងអភិបាលខេត្តកំពង់ស្ពឺរឿងអ្នកកសែតពវល់ទៅហូបកាហ្វេនោះតើរឿងនឹងយ៉ាងម៉េចផងហើយនឹងចុងក្រោយសាលាធរដំកល់សាលក្រមផ្ដន់ទាទោសលោកកើតសរាយប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរនេះក៏ខ្ញុំនឹងផ្សាយនៅយប់ស្អែកអាចព្រឹកថ្ងៃត្រង់ស្អែកបាទកុំឲ្យជពាក់ច្រើនពេកតែសូមអធិស្ឋានដោយសារតែពេលវេលាខ្លីហើយខ្ញុំមានធុរៈនឹងការងារដែលត្រូវបំពេញផងខ្ញុំសូមស្លេះការផ្សាយត្រឹមប៉ុណ្ណេះអរគុណបងប្អូនដែលត្រីសួស្ដីបងប្អូននៅស្រុកខ្មែរបានចូលគេងពីប្រឡំបន្តិចដោយសារតែខ្ញុំបញ្ចប់ show រៀងលឿនហើយអរុនសួស្ដីបងប្អូនអ្វីដែលសំខាន់គឺគេមានការបារម្ភមួយគឺតកតងនឹងភាពកំណត់នៃតម្លាគឺ transparency ភាពតម្លាភាពឬនៅក្នុងការដោះស្រាយបញ្ហានេះគឺអត់សូវមានអីចែងលម្អិតនៅឡើយទេគេកំពុងតែចាំមើលតើធម្មនុញ្ញលម្អិតនោះវាយ៉ាងម៉េចទៅវិញតែយ៉ាងណាបងប្អូនគឺនេះគ្រាន់តែជាការពន្យល់ត្រួសនៃក្របខ័ណ្ឌនៃក្រុមប្រឹក្សាសន្តិភាពឥឡូវខ្ញុំនិយាយអំពីតើវាខុសគ្នាអីពីក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិក្រុមប្រឹក្សាសន្តិភាពនេះដូចខ្ញុំនិយាយចឹងជាអង្គការក្រៅរដ្ឋាភិបាលណាបងប្អូននិយាយទៅវាដូចជាអង្គការដែលបង្កើតឡើងដោយជាងថាឯករាជ្យក៏បានដែរគឺក្រៅផ្លូវការទេមែនតើទៅមិនមែនជាបើយើងនិយាយអំពីក្របខ័ណ្ឌវាមិនដូចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានការបោះឆ្នោតដោយប្រទេសជាច្រើនអីចឹងនេះគឺក្នុងការដែលរើសចាប់ដាក់មកអ្នកណាបង់លុយមានអធិពលមានទឹកមាត់ប្រៃអីចឹងទៅអ្នកណាអត់បង់លុយហ្នឹងខ្លាយទៅជាសមាជិកគេឲ្យអង្គុយគៀនជាងគ្រាន់តែចាំស្ដាប់គេភ្លឺចឹងទៅអាចនឹងសិទ្ធិសម្រេចសិទ្ធិអីហ្នឹងក៏តែមិនសូវមានច្រើនតែដោយតែក្រុមប្រឹក្សាសន្តិសុខអង្គការសហជីវជាតិចឹងបើប្រទេសគ្រាន់ជាសមាជិកយើងគ្រាន់ជាសមាជិកធម្មតាប៉ុន្តែនៅពេលដែលយើងជាសមាជិកអចិន្ត្រៃយ៍គឺយើងមានសិទ្ធិបោះឆ្នោតមានសិទ្ធិវេតូមានអីហ្នឹងអាហ្នឹងគឺដូចនៅក្នុងក្រុមប្រឹក្សានេះប្រហែលតតែបង់លុយតាមជាង1000លានហ្នឹងបានមានសិទ្ធិសម្រេចអីច្រើនចឹងហ្នឹងអីចឹងទៅតែខ្ញុំនិយាយអំពីក្រុមប្រឹក្សាសន្តិសុខអង្គការសហជីវជាតិទៅវិញតើជាក្របខ័ណ្ឌយ៉ាងម៉េចហេតុអីបានចាំបាច់មានក្រុមប្រឹក្សាសន្តិភាពនេះមកលីលោកឡំគ្នាទៀតក្រុមប្រឹក្សាសន្តិសុខអង្គការសហជីវជាតិគឺយើងដឹងហើយមានជាក្របខ័ណ្ឌដែលសម្រាប់ដោះស្រាយបញ្ហាជាច្រើននៅលើពិភពលោកយើងដែរតាក់ទងនឹងបញ្ហាសន្តិសុខពិភពលោកសន្តិភាពពិភពលោកស្ថិរភាពសង្គមនៅក្នុងពិភពលោករបស់យើង
ហើយក្របខ័ណ្ឌនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគឺមានធម្មនុញ្ញអង្គការសហប្រជាជាតិមានសមាជមហាសន្និបាតមានអីដែលគេរៀបចំមកគឺមានយន្តការរបៀបជាប្រទេសចូលរួមច្រើនដែលមិនក្រោមចំណុះនៃគណៈបកនយោបាយឬក៏និន្នាការរបៀបដូចអ្វីដែលលោកត្រាំបង្កើតទេព្រោះអីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនេះគឺគេមានប្រទេសដែលចូលរួមហ្នឹងគឺគេមានក្រុមប្រឹក្សាសមាជិកអចិន្ត្រៃយ៍គេមានសមាជិកធម្មតាអីចឹងដែលគាត់ថានៅក្នុងនោះអាមេរិកខ្លួនឯងហ្នឹងក៏ជាសមាជិកអចិន្ត្រៃយ៍នៅក្នុងនោះក៏មានចិនក៏មានរុស្ស៊ីក៏មានអីហើយប្រទេសធំទាំងអស់នេះគឺមានសិទ្ធិវេតូសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិបើសម្រេចធ្វើអីក៏ដោយឧទាហរណ៍ថាបើសម្រេចថាឲ្យនាំគ្នាទៅទប់រុស្ស៊ីកុំឲ្យឈ្លានពានអ៊ុយក្រែនអញ្ចឹងក្នុងសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើមានប្រទេសណាតែមួយគេថាអត់ទេទុកឲ្យប្រទេសនឹងដោះស្រាយគ្នាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអត់អាចទៅចូលធ្វើអីបានអាហ្នឹងហើយដែលធ្វើឲ្យខ្សោយព្រោះអីរុស្ស៊ីជាសមាជិកនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហជាតិដែលជាសមាជិកអចិន្ត្រៃយ៍រួចទៅមានសិទ្ធិសម្រាប់វេតូសេចក្តីសម្រេចរបស់ក្រុមប្រឹក្សានេះដើម្បីមានចំណាត់ការណាមួយបញ្ឈប់សង្គ្រាមឈ្លានពានរបស់រុស្ស៊ីហើយរុស្ស៊ីណាចង់ឲ្យគេបញ្ឈប់ឈ្លានពានសង្គ្រាមដែលខ្លួនឯងអ្នកបង្កើតដល់អញ្ចឹងទៅវាខ្ទាស់អញ្ចឹងបានថាចោលចូលរួមជាអ្នកសម្រេចក្តីហើយសម្រេចឲ្យចោលឈ្នះឲ្យចោលបន្តប្លន់ទៀតអានេះវាចង្រៃអញ្ចឹងណាបងប្អូនណាក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហជាតិនេះវាចុះខ្សោយដោយសារអញ្ចឹងដែរហើយដល់តែពេលមានរឿងជាមួយថៃនិងខ្មែរក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនេះនៅពេលកម្ពុជាខំប្រឹងប្រែងផ្ដល់អីឲ្យជួយដោះស្រាយថៃឈ្លានពានថៃក៏គេប្តឹងទៅឲ្យដោះស្រាយឈ្លានពានដោយសារមានអាមេរិកនៅក្នុងហ្នឹងតាមពិតបើយើងនិយាយឲ្យមែនទៅគួរឲ្យសោកស្ដាយដោយសារអីបើមិនថាគួរឲ្យសោកស្ដាយយើងគួរតែមានភ័ព្វវាសនាដោយសារចិននិងរុស្ស៊ីបើតាមមើលចំហរបស់កម្ពុជាដូចជាអោបចិនខ្លាំងណាស់មានចិនមួយនៅក្នុងហ្នឹងជួយយើងដែរមានរុស្ស៊ីអីហ្នឹងខ្មែរយើងក៏មិនសូវហ៊ានស្ដីឲ្យរុស្ស៊ីអីម៉ាំងអីហ្មងដែរស្នំចិត្តអីដែររឿងសង្គ្រាមជាមួយនឹងអ៊ុយក្រែនបើទោះពេលខ្លះរិះគន់អីបន្តិចតួចសុំឲ្យដោះស្រាយបញ្ហាដោយសន្តិវិធីអីណាតែមែនតើទៅគឺបើយើងមើលឲ្យជាក់លាក់ប្រទេសរុស្ស៊ីនិងប្រទេសចិនដូចជាមានការត្រូវគ្នាជាមួយកម្ពុជាដែរព្រោះប្រទេសអស់នេះជាប្រទេសកុម្មុយនីសទេអញ្ចឹងវាអត់ត្រូវអីខុសគ្នាពីស្រុកខ្មែរហ្មងដល់អញ្ចឹងទៅវាគួរតែត្រូវគ្នាហើយចិននិងខ្មែរចាត់ទឹកម្លេះស្រាប់ដល់ពេលមានរឿងអីឆ្លោះគ្នាជាមួយថៃនេះក្រុមប្រឹក្សាសន្តិសុខដែលមានចិនមានរុស្ស៊ីមានអីអត់មានណាសូវអើពើអីផងហើយសំនឹងអាមេរិកអត់មានចាប់អារម្មណ៍អីទៀតអត់មានចំណាត់ការអីទាំងអស់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនេះគឺហាក់បីដូចជាមូលមាត់គ្នាមកថាយកទៅដោះស្រាយគ្នាឯងទៅគេទម្លាក់គ្រាប់យើងឯងឡើងស្លាប់ទាហានយើងឡើងពេញព្រៃថាយកទៅដោះស្រាយគ្នាឯងថៃឈ្លានពានយើងយ៉ាងបំពេញគេថាយកទៅដោះស្រាយគ្នាឯងទៅយើងយកមកដោះស្រាយគ្នាឯងវិញទៅប្រហែលជាកម្ពុជាដោយសារតែក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យយើងមកដោះស្រាយគ្នាឯងនឹងវិញដឹងបានយើងអត់ចង់ប្តឹងថៃទៅតុលាការអន្តរជាតិសោះយើងចេះតែចង់ស្អំចិត្តដោះស្រាយទៅឬយើងមិនយើងធ្វើឲ្យស្របទៅតាមនឹងស្មារតីរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហជាតិដើម្បីឲ្យគេថាយើងជាប្រទេសមួយដែលគោរពតាមច្បាប់អន្តរជាតិឬគោរពតាមសេចក្តីសម្រេចឬក៏អនុសាសន៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហជាតិដើម្បីលើកមាត់មុខមាត់ជាតិយើងថាយើងជាអ្នកគោរពច្បាប់គោរពអីទម្លាប់អីយ៉ាងម៉េចខ្ញុំអត់ដឹងបើសិនជាកម្ពុជាប្រកាន់ជំហរថាមិនប្តឹងផ្ដាល់អីទៅវែងឆ្ងាយដល់ក្របខ័ណ្ឌអន្តរជាតិតុលាការអន្តរជាតិទេព្រោះកុំឲ្យខុសនឹងអ្វីដែលជាអនុសាសន៍ឬក៏ការផ្ដាល់យោបល់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហជាតិឲ្យយើងដោះស្រាយថៃនិងខ្មែរនឹងតាមរយៈយន្តការទ្វេភាគីហ្នឹងដើម្បីឲ្យប្រាប់ថាយើងនឹងជាអ្នកគោរពចេះស្ដាប់ចេះអីខ្ញុំថាដូចជាមិនត្រូវនឹងចរិតកម្ពុជាដែរព្រោះកន្លងមកកម្ពុជាអត់ដែលស្ដាប់អង្គការសហជីវជាតិនឹងណាម្ដងផងព្រោះអ្នករាយការណ៍ពិសេសអង្គការសហជីវជាតិគេរាយការណ៍គេរិះគន់គេថ្កោលទោសគេប្រាប់ពីរឿងរំលោភសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យអីឡានឹងឡាយើងអត់ដែលបានធ្វើតាមផងអត់ដែលស្ដារផងគេឲ្យស្ដារយើងបំផ្លាញតែរហូតដែរតែខ្ញុំមិនដឹងថាយើងស្ដាប់អ្នកណាឲ្យប្រកាសដែរក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហជីវជាតិពេលដែលមានលោកអ្នករាយការណ៍ពិសេសគ្រប់ចំនួនតាំងពីលោក Jas Gai តាំងមានសូរិយាសុបេឌីអ្នកស្រី Rona Smith ឥឡូវនេះមកដល់លោកវិទិតណាប់មន្តភ័ណ្ឌឥឡូវរត្រែតបាត់សុំឈប់បាត់ទៅហើយដោយសារបញ្ហាសុខភាពផ្ទាល់ខ្លួនអីណាអត់ទាន់មានអ្នករាយការណ៍ពិសេសអ្នកទាំងអស់នោះមករាយការណ៍ដូចគ្នាអញ្ចឹងរាល់តែឆ្នាំថាយើងរំលោភសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិយើងអត់ដែលកែផងយើងអត់ដែលស្ដាប់គេផងយើងគ្រាន់តែទៅដោះសារទៅការពារអត់ហ៊ាននិយាយការពិតទេថាកម្ពុជាមានប្រជាធិបតេយ្យទេមានសិទ្ធិសេរីភាពគ្រប់គ្រាន់ប្រជាពលរដ្ឋទៅបោះឆ្នោត8 9លាននាក់គ្មានការចាប់បង្ខំគ្មានទេអ្នកទោសនយោបាយមានតែអ្នកនយោបាយមានទោសហើយសហគមន៍អន្តរជាតិដូចជាប្រទេសអឺរ៉ុបអីវិញគេចូលមកស្ដាប់ពេលដែលថ្លែងការណ៍នៅក្នុងគេហៅក្របខ័ណ្ឌនៃការត្រួតពិនិត្យសិទ្ធិមនុស្សជាសកលតាមកាលកំណត់អី4ឆ្នាំម្ដងអីគេនិយាយរិះគន់ឲ្យអនុសាសន៍អីយើងមកកណោក៏ដឹកឲ្យកែឲ្យអីដើម្បីកុំឲ្យគេដាក់ទណ្ឌកម្ម EBA ដក EBA អីបន្តទៀតក៏តែយើងតែមិនកែអាពីមុនហ្នឹងគេរិះគន់ក៏យើងតអត់ស្ដាប់ដូច្នេះអត់ដឹងថាគាត់យើងស្ដាប់អ្នកណាឲ្យប្រកាសទេខ្ញុំថាមើលទៅបើអត់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ
ឬក៏តឡាការព្រមតនអន្តរជាតិហាក់បីដូចជាយើងនឹងចង់ប្រាប់ទៅក្រុមប្រឹក្សាសន្តិសុខថាបើជ្រុលឲ្យយើងដោះស្រាយចំនួននឹងទ្វេភាគីអញ្ចឹងយើងដោះចឹងទៅប៉ុន្តែអាចំនួនទ្វេភាគីនោះដោះដែរបានជោគជ័យទេក៏មានម៉ាឡេក៏មានលោកត្រាំចូលអន្តរាគមម្លេះសល់មកហ្នឹងគឺអត់បានត្រូវគ្នាបាត់ជប់បាញ់ឯណាផងព្រោះសំបីតែគេទៅផ្សះផ្សាឲ្យជប់បាញ់ហ្នឹងនៅតែមានការបាញ់គ្នាទៀតផងតើយើងទៅផ្សះផ្សាពីរអ្នកហ្នឹងយ៉ាងម៉េចបាទឥឡូវសរុបសេចក្តីមកវិញគឺក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិមែនតើគេមានយន្តការលើសអ្វីដែលជាក្រុមប្រឹក្សាសន្តិភាពរបស់លោកត្រាំនេះច្រើនណាស់ទី1គឺក្របខ័ណ្ឌគេមានកម្លាំងយោធាគេអាចចេញសេចក្តីសម្រេចប្រើកម្លាំងដើម្បីចោះទៅបង្ក្រាបប្រទេសណាមួយដែលឈ្លានពានអដានអធិបតេយ្យរដ្ឋដទៃបានដែរអំណាចចង់និយាយថាអំណាចប៉ុន្តែអាសិទ្ធិអំណាចហ្នឹងក៏នៅតែខ្ទាស់ដោយសិទ្ធិវេតូទៀតបើឧទាហរណ៍កុំប្រទេសចិនកុំប្រទេសរុស្ស៊ីអាមេរិកឬក៏ប្រទេសចក្រភពអង់គ្លេសអីហ្នឹងដែលជាសមាជិកអចិន្ត្រៃយ៍របស់អង្គការសន្តិសុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានសិទ្ធិវេតូហ្នឹងណាបើកុំប្រទេសទាំងអស់នោះជាអ្នកចូលរួមនៅក្នុងចម្បាំងរាំងជលឈ្លានពានដែនអធិបតេយ្យរបស់អ្នកណាមួយភាគច្រើនក្រុមប្រឹក្សាសន្តិសុខនេះអាចនឹងមានឥទ្ធិពលខ្លាំងនៅក្នុងការដែលអនុម័តសេចក្តីសម្រេចណាមួយដើម្បីបញ្ជូនទ័ពទៅទប់កុំឲ្យមានអំពើឈ្លានពាននឹងកាន់តែខ្លាំងជួយប្រទេសទុនខ្សោយហ្នឹងប៉ុន្តែវាអាចកសលដូចខ្ញុំនិយាយចឹងបើប៉ះជាមួយនឹងរុស្ស៊ីឈ្លានពានអ៊ុយក្រែនរុស្ស៊ីជាសមាជិកអចិន្ត្រៃយ៍នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានសិទ្ធិវេតូសេចក្តីសម្រេចសពបែបយ៉ាងដើម្បីទប់រុស្ស៊ីកុំឲ្យឈ្លានពានអញ្ចឹងរុស្ស៊ីនៅតែឈ្លានពានចង់និយាយចោលខ្លាយជាសមាជិករបស់ក្រុមប្រឹក្សាសម្រេចឲ្យចោលបន្តធ្វើទុកបុកម្នេញជនរងគ្រោះទៀតទៅអាហ្នឹងគឺយើងទៅអត់រួចដល់តែពេលអ៊ីស្រាអែលមានចំនួនជាមួយនឹងតំបន់កាហ្សាប៉ាឡេស្ទីនអ៊ីស្រាអែលជាសម្ព័ន្ធមិត្តជាមិត្តចាក់ទឹកមិនលិចរបស់អាមេរិកអញ្ចឹងនៅក្នុងន័យហ្នឹងអាមេរិកគ្រប់គ្រងអ៊ីស្រាអែលគិតថាទង្វើដែលអ៊ីស្រាអែលតបទៅនឹងក្រុមកាហ្សាសំទោសក្រុមហាម៉ាស់ក្រុមអីហ្នឹងគឺជាការតបទៅក្រុមភេរវកម្មអង្គការភេរវកម្មដែលអាមេរិកខ្លួនឯងក៏ថ្កោលទោសដូច្នេះមានប្រទេសណាដែលហ៊ានខ្ទាស់ជាមួយអាមេរិកនៅក្នុងការមើលឃើញអំពីសង្គ្រាមដែលកើតឡើងការវាយប្រហារខ្ទេចតំបន់កាហ្សាពីខាងអ៊ីស្រាអែលអីចឹងទៅទោះជាប្រទេសដទៃទៀតឬក៏មានខាងតឡាការព្រំប្រទានអន្តរជាតិរកឃើញថាមានការប្រព្រឹត្តអំពើបល្ល័យពូជសាសន៍នៅតំបន់កាហ្សាពីសំណាក់អ៊ីស្រាអែលអីក៏ដោយក៏អាមេរិកនៅតែគ្រប់គ្រងដោយសារតែក្រុមហាម៉ាស់នេះគឺជាក្រុមដែលគេកំណត់ថាជាក្រុមភេរវជនដែលយើងដឹងហើយរឿងនៅអ៊ីស្រាអែលដែលកើតឡើងហ្នឹងគឺផ្ដើមឡើងដោយការដែលវាយប្រហារពីក្រុមហាម៉ាស់ដែលចូលទៅទាំងយប់ទៅបាញ់ប្រហារសម្លាប់ជនជាតិអ៊ីស្រាអែលទាំងក្មេងទាំងស្ត្រីទាំងមនុស្សចាស់អីហ្នឹងស្លាប់អស់ជាង 1000 នាក់នៅតែអាដំបូងហ្នឹងនៅពេលដែលអ៊ីស្រាអែលតបមកវិញហ្នឹងក៏ខ្ទេចខ្ទីរហូតដល់ឥឡូវរាប់ឆ្នាំតែមិនចប់សោះតែយ៉ាងណាបងប្អូនយើងនៅរឿងពិភពលោកវាចាក់ស្រេះអញ្ចឹងវាដូចសឡកពុះអញ្ចឹងវាមានច្បាប់មានអីកន្លែងខ្លះខ្ទាស់តែធ្វើដូច្នេះហើយបានជាលោកត្រាំចេះតែគិតថាតើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងមានប្រយោជន៍អីលោកលើកជាសំណួរអញ្ចឹងមានប្រយោជន៍អីសង្គ្រាមកើតឡើងគ្រប់កន្លែងអត់ដែលឃើញអង្គការសហប្រជាជាតិនេះដោះស្រាយបានតែប៉ុន្តែលោកត្រាំនិយាយត្រូវដែរដោយសារតែនៅក្នុងនេះមួយថាសង្គ្រាមកើតឡើងបានតែចេញសេចក្តីថ្លែងការណ៍សេចក្តីអំពាវនាវថ្កោលទោសអីអញ្ចឹងទៅប៉ុន្តែដើម្បីឲ្យចាត់ការអីឲ្យដុំកពួនអីដូចអត់មានអញ្ចឹងបានលោកត្រាំចេះតែយកឱកាសហ្នឹងទៅពលុតសង្គ្រាមហ្នឹងខ្ញុំគិតថាជួនកាលជាគេហៅថាយុទ្ធសាស្ត្រនយោបាយរបស់សហរដ្ឋអាមេរិកមួយដែរយុទ្ធសាស្ត្រនយោបាយនេះគឺធ្វើឲ្យស្ថាប័នអង្គការសហប្រជាជាតិនេះចុះខ្សោយដោយស្វ័យប្រវត្តិដោយសារខ្វះទុនដោយសារខ្វះការជួយជ្រោមជ្រែងពីអាមេរិកពីអីច្រើនទៅហើយអសមត្ថភាពនៅក្នុងការដោះស្រាយបញ្ហាពិភពលោកអាមេរិកមានទាំងមាត់ប្រៃអញ្ចឹងប្រធានាធិបតីអាមេរិកឬក៏គោលនយោបាយរបស់អាមេរិកដើម្បីធ្វើឲ្យពិភពលោកដូចជាលោកត្រាំអីចុះទៅផ្សះផ្សារឿងថៃខ្មែរផ្សះផ្សារឿងអ៊ីស្រាអែលនិងពួកហាម៉ាស់ប៉ាឡេស្ទីនផ្សះផ្សារឿងឥណ្ឌានិងប៉ាគីស្ថានផ្សះផ្សារឿងតំបន់នៅស៊ូដង់ឬក៏នៅតំបន់ផ្សេងទៀតដែលឆ្លោះគ្នារ៉ាំរ៉ៃនេះហើយវាធ្វើឲ្យគេមើលឃើញថាឥទ្ធិពលរបស់មេដឹកនាំអាមេរិកទៅវិញទេដែលមានទឹកមាត់ប្រៃនៅក្នុងការផ្សះផ្សាសន្តិភាពដែលរវាងប្រទេសទាំងអស់នោះដែលធ្វើឲ្យអង្គការសហជីវជាតិខ្លួនឯងខ្សោយនឹងអត់ប្រយោជន៍គេមើលមកឃើញអត់ប្រយោជន៍ប៉ុន្តែក៏អាចជាចេតនារបស់អាមេរិកធ្វើឲ្យអត់ប្រយោជន៍អញ្ចឹងដែរដើម្បីឲ្យអាមេរិកមានឥទ្ធិពលដែរខ្ញុំនិយាយនេះគឺតាមការសង្កេតទេខ្ញុំជាជនជាតិខ្មែរអាមេរិកដែរខ្ញុំគិតថាគោលនយោបាយរបស់អាមេរិកគឺគេធ្វើដើម្បីប្រយោជន៍អាមេរិកហើយសំនឹងលោកត្រាំគិតអាមេរិកជាធំផងដូច្នេះក៏អត់សូវខ្វល់អីអំពីរឿងច្បាប់ទម្លាប់អីម៉ានេះគិតថាស្អីដែលបានចំណេញអាមេរិកអញ្ចឹងបង្កើតក្រុមប្រឹក្សាសន្តិភាពនេះអ្នកដែលចំណេញច្រើនជាងគេគឺអាមេរិកអត់មានប្រទេសណាចំណេញទេព្រោះហេតុអីបានខ្ញុំនិយាយអញ្ចឹងចំណេញថវិការាប់ពាន់លានដុល្លារផងចំណេញគោលនយោបាយនិងភាពខ្លាំងរបស់អាមេរិកជាប្រទេសមហាអំណាចផ្ដាច់គេនៅលើលោកដែលគ្មាននរណាក្អកបានទេព្រោះរហូតដល់មានក្រុមគេហៅប្រឹក្សាសន្តិភាពដែលមានទម្ងន់គីឡូស្មើនឹងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហើយមិនត្រឹមគីឡូស្មើទេគឺសឹងទៅថា
លើសលប់ជាងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហ្នឹងព្រោះអីអាមេរិកលូកដៃនៅក្នុងការដោះស្រាយបញ្ចប់សង្គ្រាមប្រទេសមួយចំនួនដែលអង្គការសហប្រជាជាតិអត់ដែលបានធ្វើប៉ុណ្ណឹងដូច្នេះអានេះគឺជាយុទ្ធនាការមួយដែលគិតថាជាការលើកមុខមាត់សហរដ្ឋអាមេរិកនិងគោលនយោបាយរបស់គណៈបកនយោបាយនៅអាមេរិកជាពិសេសគណៈបកសាធារណរដ្ឋទៅវិញក៏ប៉ុន្តែឥឡូវងាកមកកម្ពុជាវិញតើបានប្រយោជន៍អីយើងចូលជាសមាជិករបស់គណៈក្រុមប្រឹក្សាសន្តិភាពដែលដឹកនាំដោយលោកត្រាំហើយបើមិនចូលតើយើងបាត់ប្រយោជន៍អីតើកម្ពុជានឹងចូលជាសមាជិករបស់ក្រុមប្រឹក្សានេះដែរឬទេចំពោះខ្ញុំអត់មានមន្ទិលអីសំបីតែប៉ុនសរសៃសក់ឯងដែលថាកម្ពុជានឹងចូលរួមនៅក្នុងក្រុមប្រឹក្សានេះហេតុអីបានខ្ញុំថាអត់មានមន្ទិលគឺកម្ពុជាអត់មានអីដែលត្រូវអល់ឯកបានទេនៅក្នុងការចូលក្រុមប្រឹក្សាសន្តិភាពរបស់លោកត្រាំព្រោះអីយើងកំពុងតែមានចំនួនចម្បាំងរាំងជុលជាមួយថៃហើយឥឡូវមានក្រុមប្រឹក្សាសន្តិភាពហើយលោកត្រាំផ្ញើលិខិតអញ្ជើញទៀតគ្រាន់តែផ្ញើលិខិតអញ្ជើញទៅកម្ពុជាហ្នឹងគឺយើងផ្សាយទូងស្គរចង់ធ្លុះស្គរពេញពិភពលោកអស់ហើយហ្នឹងប្រាប់គេភ្លាមថាអូបានហើយលោកត្រាំផ្ញើមកហើយផ្ញើមកអញ្ជើញតាមពិតវាជាកិត្តិយសរបស់កម្ពុជាយ៉ាងក្រៃលែងដែលលោកត្រាំផ្ញើលិខិតដើម្បីឲ្យចូលរួមក្រុមប្រឹក្សាសន្តិភាពអ្នកណាមិនសប្បាយចិត្តប្រទេសមានមិនដល់60ផងមានកម្ពុជាចូលរួមដែរអាហ្នឹងគឺជាមោទនភាពរបស់ជាតិសាសន៍របស់កម្ពុជាយើងមួយដែរមិនចឹងឯងបងប្អូនសាកគិតមើលបើប្រទេសជាង200រួចទៅគេផ្ញើទៅតែ60ប្រទេសដោយទាំងខ្មែរដែរតែបងប្អូនរឿងដែលសំខាន់យើងត្រូវចាំចេះលោកត្រាំផ្ញើលិខិតអញ្ជើញនេះភាគច្រើនទៅប្រទេសដែលមានបញ្ហាដែលត្រូវការឲ្យដោះស្រាយបញ្ហាសង្គ្រាមចម្បាំងរាំងជុលឆ្លោះគ្នានឹងឯងព្រោះគាត់អត់ផ្ញើទៅប្រទេសដែលមានសុខសន្តិភាពអីច្រើនទេព្រោះប្រទេសទាំងអស់នោះគេមិនត្រូវការសន្តិភាពអីទៀតទេព្រោះគេរស់ដោយស្រួលហើយរកតាគ្នាណាដែលកំពុងមានបញ្ហាទាំងហើមចង្រិតហ្នឹងដើម្បីអីស្រួលគោះយកលុយព្រោះតែយើងកំពុងមានបញ្ហាហេតុអីបានជាយើងមិនចង់ចូលរួមបើយើងមិនចូលរួមក៏យើងមិនដឹងថាមានហេតុផលអីតែឥឡូវឧទាហរណ៍លោកតាមផ្ញើលិខិតអញ្ជើញមកកម្ពុជាឲ្យចូលរួមក្រុមប្រឹក្សាសន្តិភាពត្រូវបង់$1000 លានប្រហែល$1000 លានក៏ដោយឬក៏អីក៏ដោយយើងប្រកែកមែនយើងថាអត់ទេខ្ញុំអត់ចូលទេហើយចុះបើយើងប្រកែកមកទី1គឺយើងជាចង់និយាយថាជាភាពឆ្លាតវៃគឺយើងល្ងង10គុតបាត់ចង់និយាយចេះខ្ញុំមិនជឿថាកម្ពុជាប្រកែកទេបងប្អូនខ្ញុំមិនភ្នាល់មិនអីទេប៉ុន្តែខ្ញុំជឿថា100%កម្ពុជានឹងព្រមតាមហើយគាត់ថារឿងលុយ$1000 លានបង់ជាសមាជិកអចិន្ត្រៃយ៍ប្រហែលកម្ពុជាមិនមានទេលោកហើយកុំទៅទាចម្រិតគ្នាខ្វះខាតយ៉ាងនេះតើឲ្យគ្នាបង់ជាង$1000 លានបានលុយមកពីណាខ្ញុំមែនតើអាណិតកម្ពុជាខ្លោចចិត្តដែរបើសិនជាគេបង្ខំឲ្យយើងបង់ជាង$1000 លានដើម្បីចូលរួមជាសមាជិកអចិន្ត្រៃយ៍ហើយយើងបង្ខំចិត្តត្រូវតែបង់ខ្ញុំជឿថាធ្វើបាបកម្ពុជាពេលហើយរាជយើងប្រជារាជយើងក្រីក្រខ្វះខាតណាស់លោកហើយ$1000 លានជាងនេះបើយកមកស្ដារហេដ្ឋារចនាសម្ព័ន្ធហើយបើទិញជាអាវុធឬក៏គ្រឿងសព្វាវុធពីអាមេរិកនឹងមកបានគ្រាន់តែស្អីកជ្រួចឬក៏យន្តហោះបដិញ F16 ប្រហែលពេញមេឃបាត់ហើយ$1000 លានណាបើយើងនិយាយចឹងណាប៉ុន្តែតើយើងបានមកពីណាឥឡូវថាកុំទិញកំភ្លើងទិញអីបើគ្រាន់តែយកទៅឧបត្ថម្ភទ័ពយើងនេះទៅហ៊ានពលីពីការហ្នឹងម្នាក់1លានមកគ្រួសារ$1 លានអូយសឹងថាទុកចែកអញ្ចឹងរាប់10ឆ្នាំទៅទៀតក៏មិនអស់ដែរលុយច្រើនណាស់$1000 លាននេះបើសិនបានអញ្ចឹងមែនមិនដឹងជាទាហានយើងលោកល្អអីយ៉ាងម៉េចទៅសបាយយ៉ាងម៉េចទេប៉ុន្តែវាអត់មានហើយដល់ពេលយើងចាប់ជំរិតឬក៏ថាដាក់សម្ពាធអញ្ចឹងអាចកម្ពុជាគ្នាលំបាកប៉ុន្តែបើរឿងចូលរួមជាសមាជិកខ្ញុំថាកម្ពុជាអត់មានត្រូវអីគិតផងអត់មានអីត្រូវអល់ឯកទេហេតុអីបានខ្ញុំថាអត់មានអល់ឯកអត់មានអីខាតបង់ទេសម្រាប់ប្រទេសកម្ពុជានៅក្នុងការចូលរួមគណៈកម្មាធិការក្រុមប្រឹក្សាសន្តិភាពនេះគឺទី1ហេតុអីបានខ្ញុំថាអត់មានខាតបង់ចូលទៅក្នុងក្រុមប្រឹក្សានេះគឺយើងបានន័យថាស្អំចិត្តលោកត្រាំបានមួយដែរដោយសារអីគាត់ត្រូវការកែនមនុស្សដើម្បីឲ្យជួយឲ្យជាសម្លេងគ្រប់គ្រងគាត់គោលនយោបាយរបស់គាត់ដូច្នេះបើកម្ពុជាគ្រប់គ្រងបានន័យថាបានពិន្ទុមួយហើយមិនចឹងគាត់ថាប្រកាសថាចូលរួមហ្នឹងបានពិន្ទុមួយហើយអារឿងប្រកាសថាបានទទួលលិខិតអញ្ជើញវាមិនអីទេដូចយើងធៀបការអញ្ចឹងណាបងប្អូនពេលដែលគេផ្ញើធៀបការជូនទៅដល់ផ្ទះហ្នឹងឬក៏ផ្ញើតាមប៉ុស្តិ៍ប្រៃសណីយ៍អីទៅថាអញ្ជើញមកចូលរួមញ៉ាំការខ្ញុំផងហើយយើងគ្រាន់តែប្រាប់ទៅម្ចាស់ដើមទៀនប្រធានដើមបុណ្យម្ចាស់ការថាខ្ញុំបានទទួលលិខិតអញ្ជើញហើយប៉ុណ្ណឹងមិនទាន់មានន័យគ្រប់គ្រាន់ថាយើងនឹងទៅបង្ហាញខ្លួនថ្ងៃការនោះទេទៅចូលចងដៃទេវាអត់ទាន់គាត់ថាខ្ញុំបានប៉ុន្តែជាទូទៅនៅពេលដែលយើងទទួលធៀបការហើយយើងប្រាប់ថាយើងបានទទួលធៀបការយើងជាប់កាតព្វកិច្ចមួយដែរថាណែគេអញ្ជើញយើងជាផ្លូវការជាមុខជាមាត់ណាបើយើងមិនមកហូបការទេក៏ផ្ដល់ចំណងដៃអីដែរកុំឲ្យថាគេខំអញ្ជើញត្រឹមត្រូវអីទៅឲ្យដល់ពេលហើយអាមកក៏មិនមកអាចំណងដៃក៏មិនជួយគ្នាទៀតអាហ្នឹងលើកក្រោយលែងរាប់អានគ្នាបានអីអញ្ចឹងទៅអាហ្នឹងក្នុងន័យជាសង្គមទូទៅយើងមិនបាច់និយាយអីវែងឆ្ងាយដល់លោកត្រាំក៏ដូចគ្នាអញ្ចឹងដែរការប្រព្រឹត្តឬក៏ធ្វើរបស់លោកត្រាំគឺដូចគ្នាក្នុងសង្គមជីវភាពគ្រួសារប្រចាំថ្ងៃអញ្ចឹងដូចគ្នាអញ្ចឹងគាត់ផ្ដល់ធៀបការទៅឲ្យយើងហ្នឹងគឺទទួលប្រាប់ផងបានទទួលអត់ហើយបើបានទទួលហងបានទទួលហើយមកអត់មកញ៉ាំការអត់
តើកម្ពុជាប្រកែកមែនខ្ញុំបានទទួលធៀបការសូមអរគុណណាស់នេះជាកិត្តិយសឲ្យខ្ញុំខំផ្សាយប្រាប់អ្នកភូមិផងលបងជាមួយខ្ញុំថាណែលោកត្រាំអញ្ជើញហៅខ្ញុំទៅហូបការហើយទៅចូលរួមក្នុងពិធីធំហើយស្រាប់ដល់ពេលដល់ថ្ងៃហ្នឹងយើងអត់ទៅសោះហើយទៅមិនហើយខាពិធីការគេខុសគ្នាពីពិធីការនៅយើងបន្តិចលោកត្រាំបានទទួលធៀបការហើយការនៅឧទាហរណ៍ថាឥឡូវនៅសល់3ខែទៀតនឹងដល់ថ្ងៃរៀបការរបស់គូស្វាមីភរិយាលិខិតយើងដែលបានទទួលអញ្ជើញធៀបការហ្នឹងហើយត្រូវប្រាប់គេទៀតថាមកអត់ហើយបើមកហ្នឹងក្រុងចងដៃហ្មងទៀតណារឿងរបៀបការរបស់លោកត្រាំខុសពីការទូទៅយើងតែបានធៀបការឲ្យគេទៅមិនទៅស្រេចគេទេតែនេះអត់ទេគេចង់ដឹងចំនួនភ្ញៀវផងដើម្បីគេរៀបម្ហូបឲ្យត្រូវហើយជូនជាកាដូអីគេខ្លះចងដៃប្រមាណឲ្យគេដឹងរៀបចំអញ្ចឹងនេះរបៀបលោកត្រាំអញ្ចឹងកម្ពុជារៀងពលទុកបន្តិចដោយសារអីអត់មានសិទ្ធិសម្រេចអីច្រើនទេឥឡូវយើងកំពុងតែលួងចិត្តប្រាប់ប្រជាពលរដ្ឋខ្មែរដែរថាបងប្អូនទាំងអស់ហើយយើងបានទទួលធៀបការពីលោកត្រាំហើយគេអញ្ជើញយើងអញ្ចឹងយើងមានមុខមាត់កិត្តិយសខ្ញុំក៏មែនតើក៏ខ្ញុំមានមោទនភាពសម្រាប់ជាតិសាសន៍កម្ពុជាយើងដែរដែលលោកត្រាំផ្ញើលិខិតអញ្ជើញទៅជាតិយើងណាបានន័យថាផ្ដល់តម្លៃឲ្យកម្ពុជាហើយបងប្អូនទូងស្គរអីទូងទៅខ្ញុំក៏ជួយសារតដែរក៏ប៉ុន្តែកុំអាលអពេកព្រោះអីអានេះគឺជាគេហៅហុចអំបោះសំណោះដៃទេគឺបានន័យថាគេមានលក្ខខណ្ឌគេច្រើនទៀតហើយលក្ខខណ្ឌហ្នឹងគឺដូចខ្ញុំជម្រាបអញ្ចឹងគឺយើងត្រូវបង់វិភាគទានជាសមាជិកអចិន្ត្រៃយ៍ហ្នឹងជាង$1000 លានបើអត់បង់ទេបាន3ឆ្នាំដែរចូលជាសមាជិកធម្មតាហើយជាសមាជិកធម្មតាដូចជាមិនមែន VIP អញ្ចឹងបងប្អូនដូចយើងទៅញ៉ាំការគេយកទៅដាក់យើងនៅកលៀតអញ្ចឹងណានោះជួនកាលឲ្យយើងហូបស្រាអង្គុញគីងគក់ហើយដល់ពេលយើង VIP ហ្នឹងគេយកទៅដាក់ម្ដុំក្បែរវងភ្លេងក្បែរអីចឹងទៅមានតារាមានអីគេចូលមកអង្គុយតុកជាមួយយើងហើយស្រាស Hennessy យើងចូលនៅក្នុងពិធីអាពាហ៍មួយគេដែរគេយកយើងរុញទៅដាក់គៀនជាងហូបអង្គុញគីងគក់ហើយណេះគេឲ្យយើងហូបសិតតែ Hennessy សិតតែស្រាយ៉ាងហោចណាស់ក៏ត្រឹមតែ Blue Label Johnny Walker អីចឹងថ្លៃរបស់គេអីចឹងទៅចង់និយាយថាស្រាថ្លៃខ្ញុំចង់និយាយមិនត្រេកត្រអាលនឹងការសែបសារ៉ាអីទេគាត់តែនិយាយថាបរិបត្តិវាអញ្ចឹងហើយដល់ពេលយើងចូលទៅក្នុងនាមរបៀបដូចជាគេដាក់គៀនចាងក៏យើងមិនសូវតាមមានទឹកមាត់ប្រៃអីដែរប៉ុន្តែម្ដងទៀតបងប្អូនកម្ពុជាអត់ខាតបង់អីទាំងអស់នៅក្នុងការចូលរួមជាសមាជិកហើយត្រូវប្រកាសថាខ្លួនចូលរួមជាសមាជិកបង់លុយឬមិនបង់លុយកុំអាលខ្វល់សំខាន់ប្រាប់ទៅអាមេរិកវិញផងថាខ្ញុំព្រមចូលជាសមាជិកអត់អីទេចាំដល់ថ្ងៃហ្នឹងសង្កត់សិនមានលទ្ធភាពប៉ុណ្ណាសំជួយព្រោះអាមេរិកបាននិយាយដែរថាបើយើងមិនបង់លុយជាសមាជិកអចិន្ត្រៃយ៍ក៏បានដែរ$1000 លានជាងនឹងច្រើនណាបើជាសមាជិកធម្មតាបង់20លាន10លាន30លានអីទៅតាមសទ្ធាអញ្ចឹងទៅប៉ុន្តែលោកត្រាំជាទូទៅអានេះគេហៅថារបៀបបង់តាមសទ្ធា20លានតូចអីអញ្ចឹងហើយអាហ្នឹងគឺគាត់អាចកំណត់អញ្ចឹងព្រោះមានអ្នកខ្លះប្រកាសមកថាបង់20លានអីអញ្ចឹងដែរតែបើកាណាដាវិញគេប្រាប់ថាចូលហើយតែអត់បង់លុយទេចាំបានន័យថាកាណាដាចូលជាសមាជិកតែមិននឹងធ្វើជាសមាជិកអចិន្ត្រៃយ៍អីទេកុំឲ្យតាលោកត្រាំអន់ចិត្តអីអញ្ចឹងទៅតែឥឡូវរុស្ស៊ីនោះវិញបានអស់ចារុស្ស៊ីគេថាគេចូលរួមជាសមាជិកអត់អល់អាចដែរទេព្រោះអីបើឲ្យគេចូលឥឡូវហ្នឹងគេនៅសម្រាប់ហើយបើចង់បង់លុយឲ្យជាសមាជិកអចិន្ត្រៃយ៍ក៏គេអត់ខ្វល់ដែរគេបង់ជាង$1000 លានប៉ុន្តែអត់យកលុយឲ្យ